បាទជំរាបសួរបងប្អូនអ្នកលេលោកទាំងអស់គ្នាបាទដោយសារខ្ញុំខានផុសវីដេអូយូរដោយសារតាមានការជប់រវល់ទៅក៏អត់សូវបានផុសដិតដល់ទេបងប្អូនអើយដោយសារថាយើងមានការជប់រវល់ច្រើនទៅតនេះតនោះទៅក៏អត់ដែលបាននៅផ្ទះហ្នឹងបងប្អូនដោយសារអញ្ចឹងក៏មានបងប្អូនខ្លះដែលគាត់ធ្លាប់តាមដាន Channel YouTube ខាងខ្ញុំបាទដល់ឥឡូវខ្ញុំចេញវីដេអូមួយទៀតហើយគឺដោយសារថាមានបងប្អូនខ្លះក៏គាត់ចេះតែ comment នឹងបងប្អូនខ្លះគាត់ទេមកសួរយើងថាបងអត់ដែលឃើញចេញវីដេអូទៀតដោយសារថាខ្ញុំចូលរវល់ទៅក៏អត់សូវបានចេញទេបងប្អូនលឹងខាង YouTube ក៏គេចង់បិទអរិញ YouTube យើងចោលដែរណាបងប្អូនដោយសារថាយើងជាប់រវល់បាទនៅខាងខ្ញុំគឺមានបងប្អូនអាចមានលលោកដែលប្រភេទដែលមកល្បាក់នេះណាបងប្អូនហើយយើងក៏វាស្បើយក្នុងការចាប់ដាក់ទ្រុងដូចគ្នាក្នុងការចាប់ដាក់ទ្រុងមូលអញ្ចឹងណាបងប្អូនដោយសារវាស្បើយក្នុងការចាប់អញ្ចឹងគឺភាគច្រើនគឺបងប្អូនខ្លះដែលគាត់និស័យស្នេហាខាងអាលោកគឺបងប្អូននឹងអាចយកទៅថែទៅជួនកាលវាពោះម្លេវាងាយនឹងស្រួលក្នុងការមើលថែទេបាទមើលថែទេដោយសារមើលថែយូរទៅវានឹងអាចដឹងយើងស្គាល់យើងអញ្ចឹងទៅគឺវានឹងអាចលេងបានបាទដោយសារថាវាជាការមួយដែលយើងនិយាយទៅអ្នកលេងបានមើលបានចេះថែបាទចេះការក្នុងការមើលថែវាចេះការក្នុងការយើងដាក់ទឹកដាក់ចំណីឲ្យស៊ីអញ្ចឹងទៅវាយំវាធ្វើអញ្ចឹងទៅបាទដោយសារអីដោយសារថាបងប្អូនខ្លះគាត់អត់ដែលចិញ្ចឹមហើយក៏គាត់អត់ដែលបានលេងនឹងអាចដឹងថាប្រភេទលលោកប៊ីមិនផងហើយបងប្អូនក៏គាត់មិនដែលសូវដឹងដល់អញ្ចឹងទៅគាត់អត់ទាន់ដែលបានជាវនៅខាងត្រង់ខ្ញុំទេបាទខាងត្រង់ខ្ញុំទេគឺគាត់អត់អាចដឹងដល់អញ្ចឹងគាត់ចេះតែមានការខ្លាចមានការលអាខ្លាចលោយើងមានគេហៅភាពបោកប្រាស់អីចឹងទៅប៉ុន្តែសម្រាប់បងប្អូនដែលខ្ញុំនិយាយមួយចំណុចគឺខ្ញុំនិយាយសម្រាប់ប្រាប់ទៅដល់បងប្អូនថាបើសិនជាបងប្អូនគាត់បងប្អូនដែលលាក់ស្នេហាខាងអាលោកធ្នាក់អ្នកដែលលេងខាងបាក់សីធ្នាក់ទាំងអស់គ្នាមិនថាមន់មិនថាទាមិនថាអ្វីទាំងអស់ឲ្យតែយើងទិញឲ្យតែយើងជីវឲ្យតែយើងនៅឆ្ងាយឬមួយក៏យើងមិនមានក្នុងការទំនុកចិត្តក្នុងការទិញទេក្នុងការមានទំនុកចិត្តក្នុងការយើងជីវពីគេទៅខ្លាចគេបោកខ្លាចគេប្រាស់បងប្អូនមិនបាច់តាកតងហើយក៏មិនបាច់ជីវរោដែលបាទនិយាយទៅមួយចំណុចនេះព្រោះបើសិនជាបងប្អូនខ្លះគាត់តាកតងទៅគាត់ចំអាเพจដែលគេបោកប្រាស់យើងក៏វាបាត់បង់ទៅតាមនោះឯងបាទប៉ុន្តែបើបងប្អូនដែលគាត់មានទំនុកចិត្តក្នុងការចង់បានលក្ខណៈเพจប៊ីបនេះលោកប៊ីបនោះបងប្អូនអាចតាកតងមកតាមលេខទូរស័ព្ទខ្ញុំព្រោះភាពស្មោះត្រង់របស់ខ្ញុំគឺមានបាទមានកម្រិតច្បាស់របស់ខ្ញុំបើសិនជាមិនមានភាពច្បាស់មិនមានភាពកម្រិតច្បាស់ទេយើងអត់ឲ្យបងប្អូនជឿទុកចិត្តគឺខ្ញុំអត់អាចនៅលើ YouTube នៅលើ Facebook page អីឲ្យបងប្អូនបានឃើញទេពីព្រោះអីយើងបោកប្រាស់គេគឺมันអាចមានភាពលលូនឬមួយក៏គេហៅថាមានមុខមានមាត់នៅលើសង្គមបណ្ដាញសង្គម YouTube ឬក៏ Facebook ទេបាទដោយសារថាកាលណាយើងបោកប្រាស់គេគឺភាពដែលបោកប្រាស់គឺបងប្អូនខ្លះគាត់មិនសូវចេះក្នុងការបរិហាហែកគេហែកអីចឹងទៅគេទេអត់សូវចេះប៉ុន្តែបើចាស់ចំប៉ះខាងបងប្អូនខ្លះគាត់នឹងអាចចេះគឺគាត់នឹងបរិហាទៅថាเพจមួយនេះเพจមួយនោះគឺអាចផុសទៅអាចឲ្យបងប្អូននៅក្នុងសង្គមបណ្ដាញសង្គមគឺ YouTube ឬក៏ Facebook ឬក៏ page Facebook page អីគឺយើងអាចនឹងស្អុយឲ្យលួយដោយសារមួយចំណុចហ្នឹងបាទដោយសារអីដោយសារថាភាពដែលយើងបោកប្រាស់ភាពដែលយើងមិនធ្វើឲ្យមិនតនូខុសត្រូវ
ដល់ពេលគេហែកគេបោកគេហែកលលឿតមកយើងវាពិបាកត្រង់ចំណុចហ្នឹងឯងបាទបានថារឿងនេះវាជារឿងមួយដែលយើងត្រូវតែទទួលស្គាល់ឲ្យច្បាស់ថាវាជារឿងដែលយើងត្រូវធ្វើអ្វីគឺយើងត្រូវតែទទួលមួយចំណុចនោះឲ្យច្បាស់បានវាអាចថាភាពទលូននិងភាពថ្លៃថ្នូរនិងកិត្តិយសរបស់យើងគឺវាស្ថិតនៅលើការដែលយើងស្មោះត្រង់បាទចំណែកបងប្អូនខ្លះក៏គាត់ត្រេងណាស់ខ្លាចឧទាហរណ៍ថាចំណុចទី1គឺលុយយើងនិយាយចំថាលុយមួយម៉ាត់ចុះលុយឬក៏ថវិកាអញ្ចឹងទៅបាទយើងនិយាយឲ្យស្ដាប់លុយឬក៏ថវិកាបាទដល់ពេលគាត់កិច្ចពីប្រពន្ធកិច្ចពីកូនខ្លាចប្រពន្ធកូនខឹងហើយដល់ពេលយើងមកជីវអារបស់ដែលយើងមើលអត់ឃើញហើយក៏នៅឆ្ងាយមិនដឹងនៅឆ្លងខេត្តឆ្លងក្រុងឆ្លងស្រុកចឹងទៅដល់ពេលមកទៅប៉ះចំអរែងគេហៅថាភាពអ្នកបោកប្រាស់ទៀតអាណាមួយខ្មាស់នឹងប្រពន្ធឌីលថ្មេះឲ្យផងណាខ្មាស់នឹងខ្លាចប្រពន្ធខឹងនឹងផងអានេះជាចំណុចដែលគាត់ខំសន្សំលុយសន្សំកាក់ដើម្បីមករកយើងបាទហើយអាណាទៀតខ្មាស់ប្រពន្ធសើចយំផងអាណាយើងអ៊ីលខ្លួនយើងផងដល់អញ្ចឹងមនុស្សវាអត់មានចិត្តស្ងប់ទេបងប្អូនដោយសារអីដោយសារថាពីព្រោះអីភាពបោកប្រាស់ហ្នឹងគឺវាមានដល់អញ្ចឹងគឺវាអត់អាចគាត់នឹងสนุกចិត្តទេគាត់មានចិត្តទេគាត់មានចិត្តខឹងសម្បាគាត់ដឹងរោវិធីណានឹងដោះស្រាយថាមិនថាលុយ 10000 ឬក៏50000 ឬក៏5000 ឬក៏1000ទេឲ្យតែគេបោកប្រាស់គឺយើងខឹងបរយបាទខឹងមិនថាតិចមិនថាច្រើនទេបងប្អូនមិនថាគេមិនថាខ្ញុំទេបាទព្រោះអីលុយដែលយើងខំរោបានបើសិនជាយើងឲ្យគេអានឹងយើងអត់សូវមានភាពស្ដាយឬមួយក៏យើងមានភាពឡើងគេហៅថាខឹងសម្បាអីអានឹងឲ្យទៅអត់ស្ដាយទេបាទដល់ពេលអាគេបោកប្រាស់នេះតិចក៏ដោយច្រើនក៏ដោយគឺខឹងបរយបាទចំណែកដូចខ្ញុំនិយាយប្រាប់បងប្អូនថាដោយសារថា channel YouTube ខ្ញុំមុននឹងវាខូចទៅអាម៉ាសាចុកចុលរឿងថៃរឿងពេកអីបុកដាច់អស់ខូចអស់អាលីងអស់ទៅបាទ channel ហើយយើងវាយយកលេខកូដដាក់វិញក៏អត់បានអត់អីទៅដល់អញ្ចឹងយើងស្ដាយ channel YouTube យើងដែរណាមានអតិថិជនយើងច្រើនរាប់ពាន់នាក់ហើយវាចូល8 900នាក់ចូល1000នាក់ហើយដឹងសប្ងាយខ្ញុំអត់ដែលបានឆែកមើលទេនៅក្នុង channel ចាស់ព្រោះដោយសារតែចូលវាអត់បានខ្ញុំយកវិញអត់បានបងប្អូនហើយបងប្អូនដែលតាកតងមកគឺ channel មួយនេះគឺខ្ញុំដាក់ឲ្យរឹងមាំហើយអត់អាចបាត់ទេព្រោះខ្ញុំវាយលេខកូដនិង password អីគ្រប់ទុកមិនមែនប្រឡែងចោលដូចមុនទេអាមុនឲ្យគេបង្កើតឲ្យទៅដល់ពេលវាយទៅយើងបាត់ទាំងទូរស័ព្ទទៀតវាជួនអាបាត់លេខហើយនឹងបាត់ទូរស័ព្ទនឹងទៀតលេខ smart នឹងបង្កើតនឹងលេខ smart នឹងទៀតដល់ពេលបាត់នឹងទូរស័ព្ទ smart នឹងអាលេខ smart នឹងទៅបើកវិញក៏បើកនឹងទៅបើកណាអីណៃអត់តែបានទៅបើកសោះលេខ smart នឹងតែបើក7ខ្ញុំនឹងបើកហើយអា06នឹងបងប្អូនដែលធ្លាប់បានឃើញចំណែកចាស់ហ្នឹងបងប្អូនអាចទាក់ទងមកលេខចាស់មុនមកមានស្រ័យទាក់ទងគ្នាបានវិញអត់អីទេបើលេខ Telegram ខ្ញុំគឺ016 914577បាទអរគុណច្រើនបងប្អូនបើឆ្លាញ់ចំណែកខ្ញុំសូមជួយចុចជាវនិងឲ្យមេដាយម្នាក់មួយផងដើម្បីការជាវនេះដើម្បីឲ្យពេលដែលបងប្អូនចុចជាវហើយពេលដែលខ្ញុំផុសវីដេអូទៅគឺវាចូលទៅដល់ដែលបងចុចជាវពីរបស់ខ្ញុំទៅហ្នឹងគឺលោតទៅចូលបងមុនឲ្យអាចដឹងថាខ្ញុំផុសអុយខ្ញុំធ្វើអីចឹងទៅអានេះជាការចុចជាវហ្នឹងវាអត់ស្ដាយខាតអីទេបងប្អូនគ្រាន់ថាបើបងប្អូនខ្លះគាត់អត់ដែលដឹងថាចុចជាវធ្វើអីមិនដែលដឹងមិនដែលអីចឹងណាយើងចុចជាវដើម្បីឧទាហរណ៍ថាបងប្អូនចង់ share លេខចង់ share page Facebook ឬក៏ចង់share YouTube ខ្ញុំអីចឹងទៅបងប្អូនអត់ចេះ share អត់ចេះអីទៅបងប្អូនគ្រាន់តែចុចសញ្ញារូបកណ្ដឹងទៅឲ្យឃើញអាសញ្ញារូបកណ្ដឹងព្រាកទាំងពីរសងខាងហ្នឹងទៅឃើញវាលូតឲ្យហ្នឹងទៅអាហ្នឹងជាការជាវព
ពេលខ្ញុំមានអីផុសចេញទៅគឺវានៅនឹងកន្លែងនឹងស្រេចទាំងម្ដងបងប្អូនជីវគឺលូតចូលបងប្អូនហ្នឹងបាទអរគុណច្រើនបងប្អូនការនិយាយលេងនឹងការនិយាយទៅបើប៉ះពាល់លើសលុះពោះទៀបដល់ចំណុចបងប្អូនណាក៏សូមខន្តីអភ័យទោសផងសម្រាប់ការនិយាយវាអត់អាចត្រូវបានទាំងអស់ទេបងប្អូនអើយធ្វើម៉េចព្រោះវាមានការភ្លេចភ្លាំងមានការនិយាយទៅវាប៉ះពាល់ដល់អារម្មណ៍បងប្អូនដែលគាត់មានភាពស្មោះត្រង់ល្អស្អាតអីហ្នឹងខ្ញុំក៏ជួយត្រេកអរផងដែលសម្រាប់ការស្មោះត្រង់ដូចគ្នាព្រោះយើងធ្វើនៅក្នុងមានតែយើងនិយាយម៉ាត់ថាមានតែខ្មែរជួយខ្មែរគ្នាឯងទេដើម្បីឲ្យវាលូតលាស់ដើម្បីឲ្យវារីកចម្រើនទៅថ្ងៃមុខបាទដើម្បីភាពដែលយើងទទួលខុសត្រូវក្នុងការយើងចេះជួយគ្នាណាបងប្អូនបាទអរគុណច្រើនបងប្អូន